So the sustain the acne and then you know permanent acne and pika natural bad dong video TikTok bọnអ្នកទាំងអស់គ្នាឲ្យបានច្រើនហើយអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Google ទៅហើយអ្នកទាំងអស់គ្នាចាប់ផ្ដើម search ពី website របស់យើងដោយមានឈ្មោះថា j.clear.smm នៅពេលដែលអ្នកទាំងអស់គ្នា search ហើយអ្នកទាំងអស់គ្នាចុចទៅលើ link website លើគេទាំងអស់ហ្នឹងទៅហើយនៅពេលដែលវាចូលបានហើយវានឹងឃើញបែបហ្នឹងអ្នកទាំងអស់គ្នាអាចវាយឈ្មោះនិង password របស់អ្នកទាំងអស់គ្នាចូលទៅដោយអ្នកទាំងអស់គ្នាបង្កើតពីលើកមុនមិនអញ្ចឹងលើកហ្នឹងត្រូវដាក់បែបហ្នឹងដដែលអត់ឲ្យខុសឈ្មោះឬក៏ខុស password ទេអញ្ចឹងឈ្មោះរបស់ខ្ញុំមានឈ្មោះថា Jan 1211នៅពេលដែលខ្ញុំដាក់ឈ្មោះហើយខ្ញុំត្រូវវាយ password ចូលនៅពេលដែលខ្ញុំវាយ password ចូលអីហើយខ្ញុំត្រូវចុចពាក្យ sign in នៅពេលដែលខ្ញុំ sign in ហើយវានឹង load ចូលបែបហ្នឹងអញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមប្រើសេវាកម្មបានហើយដោយអ្នកទាំងអស់គ្នាអាចចុចនៅខាងលើហ្នឹងក៏បានឬក៏ចុចទៅលើពាក្យ category ក៏បានដោយអ្នកទាំងអស់គ្នាមើលទៅថាចង់បានបែបអីអញ្ចឹងខ្ញុំចង់បាន TikTok like អញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើពាក្យ TikTok like ហ្នឹងទៅហើយចុចទៅលើពាក្យ service ដែលអ្នកទាំងអស់គ្នាហ្នឹងចង់បានសេវាកម្មបែបណាបែបចង់បានរបៀបថាវាមានល្បឿនលឿនក្នុងការជំរុញឲ្យបែបនៅក្នុង TikTok វីដេអូ TikTok របស់អ្នកទាំងអស់គ្នាលឿនឬក៏ចង់បានរបៀបបែបជាយឺតអញ្ចឹងបើសិនជាចង់បានលឿនអ្នកទាំងអស់គ្នាអាចមើលតាមនឹងបានដោយខ្ញុំជ្រើសរើសយកលេខកូដ170ក្នុងការជំនួយនៅក្នុងវីដេអូរបស់ខ្ញុំដែលវាមានដាក់ថា fast speed ចឹងវាមានល្បឿនលឿនហើយអញ្ចឹងនៅពេលដែលខ្ញុំជ្រើសរើសយកលេខកូដ170ហ្នឹងហើយខ្ញុំត្រូវការទៅ copy link វីដេអូ TikTok របស់ខ្ញុំបន្ទាប់ពីខ្ញុំ copy link ហ្នឹងហើយខ្ញុំក៏ត្រូវយកវាទៅដាក់នៅក្នុងកន្លែងប្រអប់ link នៅក្នុង website ហ្នឹងវិញម្ដងទៀតនៅពេលដែល copy link ហ្នឹងហើយខ្ញុំត្រូវដាក់ចំនួនដែលខ្ញុំចង់បានដូចកន្លែងហ្នឹង quantity ជាឯកតាយើងចង់បានអញ្ចឹងវាយ៉ាងតិច20យ៉ាងច្រើនបាន150,000បេះដូងអញ្ចឹងខ្ញុំដាក់100អញ្ចឹងចំនួនទឹកលុយវាទៅតាមអាស្រ័យទៅតាមចំនួនបេះដូងដែលយើងដាក់នៅក្នុងហ្នឹងឯងបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ submit ទៅនៅពេលដែលអ្នកទាំងអស់គ្នា submit ហើយវានឹងចេញបែបនេះអញ្ចឹងគេដាក់ថា your order receive នោះមានន័យថាការបញ្ជាធ្វើរបស់អ្នកទាំងអស់គ្នានឹងទទួលបានជោគជ័យហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀងចាំមកផ្លែតបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់ចូលទៅវីដេអូរបស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាបាន copy មិញសិនទៅដើម្បីមើលដឹងថាវាកើនចំនួនបេះដូងឬក៏អត់ដូចឃើញមិញអញ្ចឹងមិញវាមានតែ135ឥឡូវវាកើនដល់171អញ្ចឹងអ្នកទាំងអស់គ្នាអាចចាំបន្តិចទៀតវានឹងកើនឡើងតាមចំនួនដែលអ្នកទាំងអស់គ្នាចង់បានហើយបន្ទាប់មកអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមចូលមើលវាម្ដងទៀតទៅថាវាកើនចំនួនបេះដូងអ្នកទាំងអស់គ្នាឬក៏អត់នេះដូចបេះដូងនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងវាមានចំនួនការកើនឡើងជាងមុនហើយដោយមុនមានតែ100ជាងទេតែឥឡូវឡើងដល់375ហើយអញ្ចឹងមានន័យថាការដាក់ចំនួនបេះដូងរបស់អ្នកទាំងអស់គ្នានៅក្នុង website របស់យើងណាទទួលបានការជោគជ័យហើយយើងក៏សូមអរគុណអ្នកទាំងអស់គ្នារកការតាមដាននិងទស្សនាគ្រប់វីដេអូរបស់យើងខ្ញុំផងដែរសូមអរគុណ